សំឡេងបាសាច្រៀងនៅលើវិហារមើលស្លឹកស្រែរំពំអារម្មណ៍ហោះហើរមើលដំណើរសត្វឈឹងមើលដំណើរសត្វប្រើមើលមានគោក្របីក៏ជាមិនសំឡាញ់ដែលភ្លេចយើងតែមើលតែភ្លេចពួកគេឲ្យពួកគេរងគ្រោះខ្ញុំគ្រាន់តែជាចំរៀងដើម្បីកើនរំលឹកពីអារម្មណ៍ពីអារម្មណ៍មុនពេលធម្មជាតិឃ្លាតឆ្ងាយពីយើងធម្មជាតិមិនដែលភ្លេចពីមនុស្សឡើយប៉ុន្តែមនុស្សតែងតែភ្លេចពីធម្មជាតិជួយគិតឡើងវិញមុនពេលដែលធម្មជាតិអស់ឱកាសនៅកំដររូបយើង